ថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនបន្តទៀតអំពីរបៀបនៅក្នុងការសិក្សាស្វែងយល់អំពីអក្សរបារ៉ែលខ្មែរអញ្ចឹងអ្វីដែលខ្ញុំចែករំលែកបងប្អូនកន្លងមកហ្នឹងគឺខ្ញុំយកសៀវភៅពុំគំរូរបស់ក្រសួងអប់រំយកមកចែករំលែកសៀវភៅនេះគឺយើងចម្លងចេញពីសៀវភៅពុំរបស់ក្រសួងអប់រំសៀវភៅគំរូហើយសៀវភៅនេះគឺយើងបោះពុំជាអក្សរបារ៉ែលហ្នឹងគឺនៅក្នុងឆ្នាំ2016ហើយកែប្រែសម្រួលឡើងវិញហ្នឹងនៅក្នុងឆ្នាំ2014សៀវភៅនេះអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនបន្តនៅតួអក្សរទី3ដែលហៅថាអក្សរកអញ្ចឹងមុននឹងខ្ញុំចែករំលែកចាប់ផ្ដើមអក្សរកគឺខ្ញុំឲ្យបងប្អូនមើលអំពីអក្សរខឡើងវិញបន្តិចអញ្ចឹងនេះជាអក្សរខរៀងរបស់អក្សរខបែបហ្នឹងតែចំណុចគឺមានចំណុច1ចំណុច3អញ្ចឹងបងប្អូនចង់សរសេរអក្សរខគឺបងប្អូនចុចចំណុច1ចំណុច3អញ្ចឹងចូលដល់អក្សរថ្មីសម្រាប់ថ្ងៃនេះគឺអក្សរកនេះខ្ញុំត្រូវចែករំលែកបន្តជូនទៅកាន់បងប្អូនហ្នឹងគឺអក្សរកគឺរៀងបែបហ្នឹងហើយបន្តឲ្យបងប្អូនដឹងរៀងហើយតើសរសេរយ៉ាងម៉េចអញ្ចឹងដើម្បីសរសេរគឺទាមទារបងប្អូនស្គាល់អំពីចំណុចនីមួយរបស់ slate ក្នុងមួយបន្ទប់នោះគឺមាន6ចំណុចអញ្ចឹងឲ្យបងប្អូនទាមទារស្គាល់6ចំណុចហ្នឹងអញ្ចឹងដើម្បីសរសេរអក្សរកនឹងបានគឺយើងត្រូវប្រើឧបករណ៍នេះពីរនេះ slate stylus ហើយកណ្ដាស់នេះដាក់ចូលគ្នាទៅមកដាក់អញ្ចឹងមកអញ្ចឹងអក្សរកហ្នឹងគឺយើងត្រូវការប្រើប្រាស់ចំនួន2បន្ទប់ទី1ហ្នឹងគឺយើងចុចចំណុច6អញ្ចឹងយើងចុចចំណុច6មកហើយបន្ទប់ទី2ហ្នឹងគឺយើងចុចចំណុច1ចំណុច2ចំណុច4ចំណុច5ដែលហៅថាអក្សរកហ្នឹងបងប្អូនអញ្ចឹងទៅជាអក្សរកយើងថែមចំណុច6ក្នុងបន្ទប់ដំបូងមួយចូលបន្ទប់ទី2យើងចុចអក្សរកមកហៅថាអក្សរកអញ្ចឹងចុចចំណុច6ចូលបន្ទប់ថ្មីចុចចំណុច1ចំណុច2ចំណុច4ចំណុច5អញ្ចឹងចុចចឹងរហូតមក6ចូលបន្ទប់មួយទៀតគឺយើងចុច1 2 4 5អញ្ចឹងចុចអញ្ចឹងមកនេះឥឡូវខ្ញុំបើកបងប្អូនមើលម្ដងអញ្ចឹងអក្សរកគឺយើងត្រូវការប្រើប្រាស់ចំនួន2បន្ទប់ក្នុងបន្ទប់ទី1គឺយើងចុចតែចំណុច6មួយទេចូលដល់បន្ទប់ទី2យើងចុចចំណុច1ចំណុច2ចំណុច4និងចំណុច5អញ្ចឹង2បន្ទប់នឹងឯងចាប់ផ្ដើមបន្ទប់ដំបូងគឺយើងចុចចំណុច6ចូលបន្ទប់ទី2គឺយើងចុចចំណុច1ចំណុច2ចំណុច4ចំណុច5ទៅមុខទៀតបន្ទប់ដំបូងហ្នឹងគឺយើងចាប់ផ្ដើមចុចចំណុច6អញ្ចឹងទៀតមកហើយចូលបន្ទប់ថ្មីគឺយើងចុចចំណុច1ចំណុច2ចំណុច4ចំណុច5គេហៅថាអក្សរក1 2 4 5ហ្នឹងអញ្ចឹងនេះជារៀងអក្សរកសេដកគ្នាខ្លះជាប់គ្នាខ្លះរៀងបែបហ្នឹងអញ្ចឹងផ្ទៀងផ្ទាត់ជាមួយសៀវភៅគំរូបន្តិចអញ្ចឹងកន្លែងដៃខ្ញុំខាងនេះជាអក្សរដៃខាងឆ្វេងនេះជាអក្សរកនៅលើกระดาษដែលខ្ញុំសរសេរមុនហ្នឹងហើយដល់ពេលដៃខាងស្ដាំនេះជាអក្សរកដែលខ្ញុំមើលតាមសៀវភៅគំរូនេះអក្សរកនៅលើសៀវភៅពុំរបស់ក្រសួងអប់រំអញ្ចឹងខ្ញុំមានប៉ុណ្ណឹងចុះសម្រាប់វីដេអូនេះចែករំលែកជូនបងប្អូនថ្ងៃនេះដើម្បីសិក្សាស្វែងយល់និងទស្សនាអញ្ចឹងសរុបមកវិញអក្សរករបស់យើងគឺយើងត្រូវការ2បន្ទប់ទី1គឺយើងចុចចំណុច6ឬឯបន្ទប់ទី2យើងអាចដាក់អក្សរកបើនិយាយជាចំណុចគឺចំណុច1ចំណុច2ចំណុច4ចំណុច5ឬក៏យើងដាក់ចំណុច6មកក្នុងបន្ទប់ដំបូងចូលបន្ទប់ទី2យើងសរសេរអក្សរកអញ្ចឹងវីដេអូហ្នឹងខ្ញុំចែករំលែកជូនបងប្អូនប៉ុណ្ណឹងសិនជួបខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីអក្សរខបន្តជម្រាបលា